ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះក្រុមរបស់ពួកយើងបានលើកយកប្រធានបទ APEC មកបកស្រាយដោយក្រុមរបស់ពួកយើងមានសមាជិកចំនួន5នាក់ដែលមានដូចជាខ្ញុំសីហាចន្ទ្រាលីស៊ីងនីកានិងបូរ៉ាហើយពួកយើងក៏បានបែងចែកទៅជា5ចំណុចដែលចំណុចទី1យើងនិយាយអំពី background ទី2យើងនិយាយអំពី vision និង mission ទី3យើងនិយាយអំពី member ទី4យើងនិយាយអំពី achievement in last 5 year ទី5យើងនិយាយអំពី current challenges ដោយមុននឹងឈានទៅដល់ការបកស្រាយគឺយើងមានសំណួរមួយដែលសួរថាតើអ្វីទៅគឺជា APEC APEC គឺមានពាក្យពេញថា Asia Pacific Economic Cooperation ដែលមានន័យថាអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកគឺជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1989ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពាណិជ្ជកម្មសេរីនិងការវិនិយោគនៅក្នុងចំណោមសមាជិកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមកដល់ចំណុចទី1វិញគឺយើងនិយាយអំពី background ដោយ Asia Pacific Economic Cooperation ហ្នឹងគឺត្រូវបានបង្កើតឡើងដោយសមាជិកសេដ្ឋកិច្ចបានទទួលស្គាល់ថាការសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធជួយកែលម្អពាណិជ្ជកម្មការវិនិយោគនិងកម្រិតជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែល្អប្រសើរជាងមុនសប្តាហ៍ថ្ងៃនេះ APEC គឺជាអង្គការសេដ្ឋកិច្ចមួយដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកដោយតំណាងឲ្យប្រហែលជា40%នៃចំនួនប្រជាជនពិភពលោកប្រហែលពាក់កណ្ដាលនៃពាណិជ្ជកម្មសកលនិងច្រើនជាង60%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកហើយមកដល់ចំណុចទី2វិញគឺសូមឲ្យចន្ទ្រាជាអ្នកបកស្រាយយើងចូលទៅដល់លេខ2ចក្ខុវិស័យនិងបេសកកម្មចំណុចទី1ចក្ខុវិស័យដែលនិយាយពីចក្ខុវិស័យរបស់ APEC ត្រូវបានគូបញ្ជាក់នៅក្នុងចក្ខុវិស័យពុត្រាចារ្យាឆ្នាំ2040សហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលបើកចំហនៅភាពស្វាហាប់ធន់និងសន្តិភាពដើម្បីវិបុលភាពរបស់ប្រជាជននិងមនុស្សជំនាន់ក្រោយរបស់យើងទាំងអស់ចំណុចទី2បេសកកម្ម APEC មានគោលបំណងជាច្រើនដូចជាលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគដោយសេរីនិងបើកចំហគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងរួមបញ្ចូលកែលម្អសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់លើកទឹកចិត្តដល់ការច្នៃប្រឌិត Digital និងការផ្លាស់ប្ដូរសេដ្ឋកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀងសុខភាពថាមពលនិងភាពធន់នឹងអាកាសធាតុជួយអាជីវកម្មជាពិសេសសហគ្រាសធុនតូចនិងមធ្យមចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិចំណុចបន្ទាប់ចូលទៅដល់ leasing ចំណុចទី3ដែលនិយាយអំពី member ជាដំបូងយើងត្រូវដឹងថាតើប្រទេសណាជាអ្នកដឹកនាំ APEC នេះឡើងចម្លើយនោះគឺ APEC មិនមែនមានប្រទេសណាមួយជាអ្នកដឹកនាំអចិន្ត្រៃយ៍នោះទេផ្ទុយទៅវិញតួនាទីជាប្រធាន APEC ត្រូវបានប្ដូរវេនជារៀងរាល់ឆ្នាំក្នុងចំណោមសមាជិកសេដ្ឋកិច្ចទាំង21សេដ្ឋកិច្ចដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ជាប្រចាំឆ្នាំនិងក្លាយជាប្រធាន APEC សម្រាប់ឆ្នាំថ្មីនេះមានដូចជាឆ្នាំ2024គឺប្រទេសប៉េរូឆ្នាំ2025គឺសាធារណរដ្ឋកូរ៉េឬហៅម្យ៉ាងទៀតថាកូរ៉េខាងត្បូងឆ្នាំ2026គឺប្រទេសចិនប្រសិនបើសួរថាប្រទេសណាជាអ្នកដោយផ្ដើម APEC នេះឡើងចម្លើយនោះគឺប្រទេសអូស្ត្រាលីជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត APEC ជាក់ស្ដែងនៅឆ្នាំ1989លោក Bob Hawke នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅពេលនោះបានស្នើគំនិតបង្កើតវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីលើកកម្ពស់ទៅលើកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មសេរីការវិនិយោគហើយសមាជិកស្ថាបនិក12សេដ្ឋកិច្ចដំបូងដែលបានចូលរួមបង្កើត APEC នេះឡើងក្នុងឆ្នាំ1989បន្ទាប់មកមានចំនួន9ប្រទេសបន្តទៀតដែលចូលរួមជាបន្តបន្ទាប់ក្នុងនោះមានប្រទេសអូស្ត្រាលី Brunei Darussalam
កាណាដាប្រទេសចិនហុងកុងឬដែលស្ថិតនៅក្នុងប្រទេសចិនឥណ្ឌូនេស៊ីជប៉ុនសាធារណរដ្ឋកូរ៉េឬកូរ៉េខាងត្បូងម៉ាឡេស៊ីប្រទេសមិចស៊ិកប្រទេសញូហ្សេឡង់ប៉ូប៉ូញូហ្គីនីប្រទេសប៉េរូប្រទេសហ្វីលីពីនប្រទេសរុស្ស៊ីសិង្ហបុរីចិនតៃប៉េឬចិនតៃវ៉ាន់ប្រទេសថៃសហរដ្ឋអាមេរិកនិងប្រទេសវៀតណាមគួរបញ្ជាក់ផងដែរថាប្រទេសកម្ពុជាគឺមិនមែនស្ថិតនៅក្នុងចំណោមជាសមាជិករបស់ APEC នេះទេចូលទៅចំណុចទី4ខ្ញុំនឹងឲ្យបុរាណបកស្រាយបន្តសូមអរគុណចំណុចទី4គឺយើងនិយាយអំពីសមិទ្ធផលក្នុងរយៈពេល5ឆ្នាំក្រោយគឺ2021ដល់2025ក្នុងរយៈពេល5ឆ្នាំកន្លងមកនេះ APEC ក៏បានសម្រេចនៅរបត់សំខាន់មួយចំនួនផងដែរទី1ការអនុវត្តចក្ខុវិស័យពុត្រាចាយាឆ្នាំ2040ណែនាំកិច្ចសហប្រតិបត្តិការក្នុងតំបន់រយៈពេលវែងនិងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ COVID-19 តាមរយៈការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មនិងភាពអត់ធន់នៃអាជីវកម្មការពង្រីកសហប្រតិបត្តិការសេដ្ឋកិច្ច Digital រួមមានពាណិជ្ជកម្ម Digital ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងការអភិវឌ្ឍជំនាញ Digital ជាដើមការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពនិងបរិយាបន្នជាមួយនឹងគំនូរផ្ដួចផ្ដើមលើថាមពលបៃតងសកម្មភាពអាកាសធាតុអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនិងសហគ្រាសធុនតូចនិងមធ្យមការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធកាន់តែរឹងមាំតាមរបៀបលើកកម្ពស់របស់អាស៊ីប៉ាស៊ីហ្វិកគឺដើម្បីលើកកម្ពស់ផលិតភាពការបង្កើតថ្មីនិងទីផ្សារប្រកួតប្រជែងទី5គឺយើងនិយាយអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន APEC ក៏កំពុងជួបប្រទះនឹងបញ្ហាធំមួយចំនួនផងដែរទី1គឺភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសសេដ្ឋកិច្ចធំដែលជះឥទ្ធិពលដល់សហគ្រាសប្រតិបត្តិការក្នុងតំបន់ការកើនឡើងនៃរបបគាំពារនិយមការពារពាណិជ្ជកម្មក្នុងស្រុកដែលជាផលលំបាកដល់ការធ្វើពាណិជ្ជកម្មពីក្រៅស្រុកនិងរបាំងពាណិជ្ជកម្មដែលធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិកាន់តែមានភាពលំបាកឡើងភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចការចុះថយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកជាច្រើនការប្រែប្រួលអាកាសធាតុគ្រោះធម្មជាតិបានគំរាមកំហែងទៅដល់សន្តិសុខស្បៀងការអភិវឌ្ឍប្រកបដោយនិរន្តរភាពគម្លាត Digital ប្រទេសអ្នកមានឬប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងទទួលបានការបណ្ដុះបណ្ដាលបច្ចេកវិទ្យា Digital ខ្ពស់រីឯប្រទេសក្រីក្រពុំសូវមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា Digital និន្នាការវ័យចំណាស់ការកើនឡើងនៃបំណុលសាធារណៈនៅក្នុងប្រទេសជាសមាជិកដែលជាហេតុធ្វើឲ្យរាំងស្ទះបង្កជាសម្ពាធសេដ្ឋកិច្ចក្នុងរយៈពេលវែងហើយមានតែប៉ុណ្ណឹងទេសូមអរគុណ